ស្លមកជូរគ្រឿងសាច់គោមួយឆ្នាំងនេះគឺវាងាយហើយលឿនណាស់សម្រាប់ខ្ញុំដោយសារខ្ញុំអត់ចាំបាច់ទៅហាន់កុលខីឬក៏បុកគ្រឿងអីទេដោយសារគ្រឿងខ្ញុំគឺមានស្រាប់នៅក្នុងទូហ្មងហើយគ្រឿងហ្នឹងគឺខ្ញុំបានតែងកុលខីមកហាន់វាលាយជាមួយនឹងល្មៀតខ្ទឹមសហើយនឹងអំបិលយកវាទៅកិនណាយើងចង់កិនក៏បានបុកក៏បានដែរតែដោយសារខ្ញុំចង់លឿនគឺខ្ញុំយកវាទៅកិនខ្ញុំកិនវាឲ្យម៉ត់ហើយខ្ញុំដាក់វាជាចំណែកតូចៗអញ្ចឹងពេលស្លយើងគ្រាន់តែយកមួយដុំឬពីរដុំមកតាមស្លដែលយើងស្លតិចឬក៏ច្រើនហើយយកវាដាក់ក្នុងកូនចានមួយទៅទុកឲ្យវាលាយទឹកកកទៅយើងយកវាទៅស្លបានហើយសាច់គោនេះក៏អញ្ចឹងដែរគឺខ្ញុំតែងមកហើយខ្ញុំលាងឲ្យស្អាតខ្ញុំហាន់វាឲ្យហើយដាក់ចូលក្នុងប្រអប់ខ្លះសេក្នុងទូទឹកកកទុកពេលស្លគឺយើងយកមកស្លមកអត់ចាំបាច់ហាន់ញ៉ៃច្រើនទេដោយពេលនេះអញ្ចឹងគឺខ្ញុំដល់ម៉ោងធ្វើម្ហូបខ្ញុំគ្រាន់តែដាក់ឆ្នាំងហើយខ្ញុំដាក់គ្រឿងចូលលីងឲ្យឈ្ងុយទៅបន្ទាប់ពីគ្រឿងយើងឈ្ងុយហើយយើងចាក់សាច់គោចូលមកហើយយើងច្របល់សាច់គោនឹងជាមួយនឹងគ្រឿងនឹងបន្តិចមកហើយយើងបិទកមុំទុកដើម្បីឲ្យវាចេញជាតិទឹកអាជាតិទឹកស្អាតចេញពីសាច់គោហ្នឹងហើយឥឡូវសាច់គោយើងចេញជាតិទឹកអស់ហើយយើងចាប់ផ្ដើមបន្ថែមទឹកម្ដងហើយទឹកហ្នឹងយើងបន្ថែមតែបន្តិចសិនទៅបានហើយយើងបន្ថែមទឹកតែបន្តិចដើម្បីងាស់វាជាមួយនឹងគ្រឿងដែលយើងធៀមនឹងដាក់មានអំបិលបន្តិចស្ករបន្តិចប៊ីចេងបន្តិចម្សៅស៊ុបបន្តិចទឹកថៃបន្តិចអញ្ចឹងទៅចង់ដាក់ប្រេងខ្យងក៏បានដែរតែខ្ញុំអត់បានដាក់ទេហើយយើងដាក់មួយមុខបន្តិចសិនទៅបានហើយចាំភ្លក់ឲ្យថែមថយតាមក្រោយទៀតឥឡូវយើងបិទកមុំងាស់វាចោលទៅឥឡូវយើងមកធៀមជាមួយនឹងម្ជូរអំពិលម្ដងហើយអំពិលនេះគឺសាច់អំពិលអត់មានគ្រាប់ទេអញ្ចឹងយើងដាក់តែប៉ុណ្្នឹងទៅបានហើយយកវាទៅលាងមួយទឹកពីរទឹកទៅដើម្បីឲ្យវាជ្រះដីឲ្យជាប់នឹងអំពិលហ្នឹងហើយឆុំវាដើម្បីឲ្យវាចេញជាតិបានល្អឥឡូវស្លយើងបានកូកទឹកហើយយើងចាប់ផ្ដើមបន្ថែមទឹកម្ដងទៀតហើយបន្ថែមលើកហ្នឹងយើងបន្ថែមឲ្យច្រើនមកដើម្បីងាស់វាឲ្យផុយហ្មងឥឡូវយើងបិទកមុំហើយងាស់វាចោលទៅយើងមកធៀមបន្លែម្ដងហើយបន្លែយើងនេះវិញគឺតកួនហើយក៏អត់មានអីពិបាកដែរដោយសារតកួនហ្នឹងពេលខ្ញុំទិញមកគឺខ្ញុំបានបេះវាស្អាតហើយខ្ញុំដាក់វាខ្លះសេហើយអញ្ចឹងដល់ពេលខ្ញុំស្លខ្ញុំគ្រាន់តែយកមកចំណែកមកហាន់វាកង់ទៅយកទៅស្លបានហើយយើងហាន់វាហើយហ្នឹងយើងយកវាទៅលាង 3-4 ទឹកមកហើយខ្ញុំបានត្រាំវាជាមួយនឹងទឹកខ្មេះដែរខ្ញុំត្រាំជាមួយទឹកខ្មេះចោលប្រហែលជាមួយសន្ទុះទៅបាទខ្ញុំយកបានស្រង់វាចេញហើយឥឡូវស្លយើងសាច់កផុយហើយយើងចាប់ផ្ដើមដាក់ទឹកអំពិលទុំចូលហើយខ្ញុំបានបន្ថែមជាមួយនឹងដាក់គោស្រស់ដើម្បីឲ្យវាមានជាតិទឹកកាន់តែមានជាតិព្រោះយើងដាក់គោស្រស់ទៅទឹកស្លយើងខ្ទិះដូចយើងដាក់ខ្ទិះដូងអញ្ចឹងហើយឥឡូវយើងចាប់ផ្ដើមដាក់តកួនហើយតកួននេះយើងដាក់ចូលទៅយើងមិនបាច់មកងាស់យូរពេកទេយើងគ្រាន់តែដាក់ហើយបិទកមុំតែមកពុះទៅបានហើយដើម្បីឲ្យវានៅខៀវអញ្ចឹងបានឆ្ងាញ់បើយើងមកងាស់គឺវាអត់ឆ្ងាញ់ទេហើយឥឡូវយើងស្លយើងឆ្អិនហើយយើងបិទភ្លើងដួសដាក់ចានមកអត់មានអីយូរទេងាយលឿនទេនៅពេលដែលយើងបានត្រៀមគ្រឿងហើយគឺវាលឿនហ្មងឥឡូវយើងបានស្លមួយចានហើយវីដេអូហ្នឹងក៏ចាប់ប៉ុណ្្នឹងដែរចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ